ចាថ្ងៃនេះនាងខ្ញុំមកនិយាយអំពីរោគសញ្ញាភ្នែកស្ងួតវាមានដូចជារមាស់ភ្នែករកម្មភ្នែកចាមានភាពមិនស្រួលនៅក្នុងភ្នែកមានអារម្មណ៍ថាឈឺនៅក្នុងភ្នែករបស់យើងឆាប់ចុកខ្សោយអស់កម្លាំងចាក្រហមភ្នែកជាមួយនឹងការចេញទឹករំអិលភ្នែកចាក៏ដូចជាភ្នែករបស់យើងនឹងមិនអាចតស៊ូនឹងពន្លឺបានទេហើយភ្នែករបស់យើងនឹងអាសាហៀហូរទឹកភ្នែកព្រោះវាអាចមានការរលាកនៅក្នុងភ្នែកសនៃភ្នែករបស់យើងណាហើយភ្នែករបស់យើងពេលខ្លះក៏មើលច្បាស់ល្អពេលខ្លះក៏មិនសូវច្បាស់ជាពិសេសមានអារម្មណ៍ថាចុកជាពិសេសគឺព្រឹកឡើងបងប្អូនបើសិនជាបងប្អូនមានរោគសញ្ញាទាំងអស់នេះបញ្ជាក់បានថាជារោគសញ្ញានៃជំងឺភ្នែកស្ងួតមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនវាអាចអមមកនៅចាជំងឺផ្សេងរួមមកជាមួយដែរបើសិនជាបងប្អូនមានរោគសញ្ញាទាំងអស់នេះគួរតែប្រញាប់ចារកដំណោះស្រាយឲ្យបានទាន់ពេលវេលាជៀសវាងការទុកយូរទៅវាបង្កទៅជាបញ្ហាដូចជាការដុសកតុយថ្លែនឬក៏ធ្វើឲ្យភ្នែករបស់យើងមានបញ្ហាភ្នែកឡើងបែកអីជាដើមដូច្នេះហើយបើសិនជាបងប្អូនមានរោគសញ្ញាទាំងអស់នេះខាងខ្ញុំមានដំណោះស្រាយជូនណាជាផលិតផលឱសថគ្រាប់សម្រាប់លេបបើសិនជាចាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិតអាចតាក់ទងមកខាងនេះខ្ញុំបានឆាតក៏បានខលក៏បានដែរតាមរយៈលេខ068 55 399និងលេខ0726464662ចាឬក៏ voice សំឡេងឆាតនៅក្នុងឆាត TikTok នេះផ្ទាល់ក៏បានដែរចាអរគុណ